មានប្រមាណហើយវាមកទាំងអស់លេងវាមួយដាក់ទៅកុំស្នោជីវិតកូនប្រុសមិនខ្លាចអីទាំងអស់ចង់លេងមួយឬក៏ចង់លេងទាំងអស់គ្នាមានប្រមាណហើយវាមកទាំងអស់លេងវាមួយដាក់ទៅកុំស្នោជីវិតកូនប្រុសមិនខ្លាចអីទាំងអស់ចង់លេងមួយឬក៏ចង់លេងទាំងអស់ក៏ពិភពលោកជើងជន់លើដីថាមិនដែលខ្លាចអ្វីមានជីវិតដូចខ្លាយប់ចេញដើមមានបាក់ហឺហាឆ្លុះវងវិញលេងស្គាល់សាឡាទៅដល់ធំខ្ញុំខូចអស់ហើយផ្លូវមួយនេះគ្មានកោះគ្មានត្រូវឯសួរដល់សពក៏គ្មានអ្នកឆ្លើយផ្លូវមួយនេះវាគ្មានប្រយោជន៍ឡើយពីតូចមិនស្ដាប់អញ្ចឹងដល់ចាស់ទៅបានដេកស្ដាយពេលវេលាជាមាសប្រាក់មិនខំរកគិតតែចាយធ្វើខំតែមួយដងប៉ុន្តែឲ្យស្ដាយមួយជីវិតគិតបន្តិចមុននឹងធ្វើយើងត្រូវគិតមកក្រោយក៏ព្រោះតែកូនមិនស្ដាប់អូនមិនគិតសាងតែបាបឲ្យច្បាស់ជាយ៉ាប់កែមិនទាន់បានសបាយមិនទាន់ចិត្តកំពុងតែលងប្រានល្ងាចមិនទាន់ចុងគ្នាបោះម៉ូតូលើកដៃឲ្យនាំគ្នាស្រែកហូគ្មានអ្នកគ្រប់គ្រងមានតែអ្នកជេរគេថាពួកអានឹងវាគ្មានប្រយោជន៍យ៉ាស្រណងអ្នកមិនដែរទឹកភ្នែកជោគពាល់មានតែរឿងក្តៅកាហាយក្នុងទ្រូងតឹងណែនបារម្ភនឹងកូនចោលមកសៀនចំណៃឬកូនវិញបង្ហងម៉ូតូប្រងព្រាតម៉ែអើរុងនៅប្រឹងព្រោះកូនគ្នាមានប្រមាណហើយវាមកទាំងអស់លេងវាមួយដាក់ទៅកុំស្នោជីវិតកូនប្រុសមិនខ្លាចអីទាំងអស់ចង់លេងមួយឬក៏ចង់លេងទាំងអស់គ្នាមានប្រមាណហើយវាមកទាំងអស់លេងវាមួយដាក់ទៅកុំស្នោជីវិតកូនប្រុសមិនខ្លាចអីទាំងអស់ចង់លេងមួយឬក៏ចង់លេងទាំងអស់គ្នាមានប្រមាណហើយវាមកទាំងអស់លេងវាមួយដាក់ទៅកុំស្នោជីវិតកូនប្រុសមិនខ្លាចអីទាំងអស់ចង់លេងមួយឬក៏ចង់លេងទាំងអស់ចង់លេងមួយឬក៏ចង់លេងទាំងអស់ Yo Okay, let's go. Yo. ការនៅដល់ថាមិនដែលខ្លាចគេឲ្យមើលមុខអញចង់លេងមែនទេមើលស្រួលបុប្រយ័ត្នមានស្នាមធ្នេមិនមែនសេរីចាស់តែអញសេរីមេដាក់កាត់ស្ដោះទឹកមាត់បើសិនចង់ហក់ឲ្យស្រួលប្រយ័ត្នភ្លាត់មិនបើសិនមួយថ្ងៃប្រយ័ត្នតែគេលេងទាត់មើលទៅហែកដូចជាសិនទាត់បើសិនតែភ្លើមិនក៏ឯងធ្វើដូចចេះសួរអីក៏ឆ្លាតដូចវាមិនទាត់តម្រេះរៀនវាមិនចប់ពួកគេតែបុកនេះកេះនិយាយវាមិនស្ដាប់មានតែចាប់ពីប្រដៅចុះអបព្រលល្អឲ្យវាទៅវាមិនទៅអាស្ដាប់តាមបងគឺមិនខុសតែអពើស្ដាប់តាមបងគឺមិនខុសតែអពើឲ្យកែខ្លួនទៅអាណិតដល់ម៉ែអើគ្នាមានប្រមាណហើយវាមកទាំងអស់លេងវាមួយដាក់ទៅកុំស្នោជីវិតកូនប្រុសមិនខ្លាចអីទាំងអស់ចង់លេងមួយឬក៏ចង់លេងទាំងអស់គ្នាមានប្រមាណហើយវាមកទាំងអស់លេងវាមួយដាក់ទៅកុំស្នោជីវិតកូនប្រុសមិនខ្លាចអីទាំងអស់ចង់លេងមួយឬក៏ចង់លេងទាំងអស់ក៏ពិភពលោកជើងជន់លើដីថាមិនដែលខ្លាចអ្វីមានជីវិតដូចខ្លាយប់ចេញដើមមានបាក់ហឺហាឆ្លុះវងវិញលេងស្គាល់សាឡាទៅដល់ធំខ្ញុំខូចអស់ហើយផ្លូវមួយនេះគ្មានកោះគ្មានត្រូវឯសួរដល់សពក៏គ្មានអ្នកឆ្លើយផ្លូវមួយនេះវាគ្មានប្រយោជន៍ឡើយពីតូចមិនស្ដាប់អញ្ចឹងដល់ចាស់ទៅបានដេកស្ដាយពេលវេលាជាមាសប្រាក់មិនខំរកគិតតែចាយធ្វើខំតែមួយដងប៉ុន្តែឲ្យស្ដាយមួយជីវិតគិតបន្តិចមុននឹងធ្វើយើងត្រូវគិតមកក្រោយក៏ព្រោះតែកូនមិនស្ដាប់អូនមិនគិតសាងតែបាបឲ្យច្បាស់ជាយ៉ាប់